ជាស្ដែងទៅរងថ្ងៃនេះការងាររបស់ពួកខ្ញុំគឺជា trader ក៏ប៉ុន្តែពួកយើងមិនមែនអង្គុយ trade តែមួយមុខទេគឺយើងមានការងារផ្សេងៗទៀតដែលត្រូវធ្វើនៅក្នុងរយៈពេលមួយថ្ងៃអញ្ចឹងដូចជាខ្ញុំផ្ទាល់ការ trade វាគ្រាន់តែជាផ្នែកមួយនៃការងាររបស់ខ្ញុំឯងបើសិនជាយើងនិយាយទៅយើងអាចចំណាយរយៈពេលមួយថ្ងៃទៅក្នុងការ trade កើតទេបើសិនជាអ្នកទាំងអស់គ្នាបានដឹងពាក់ព័ន្ធជាមួយនឹងការ trade គឺសិតតែដឹងឯថាការ trade គឺយើងមិនមែនតម្រូវត្រូវចូលផ្សាររហូតទេហើយមួយវិញទៀតឱកាសទីផ្សារក៏វាមិនចេះតែមាននៅក្នុងរយៈពេល24ម៉ោងនឹងដែរវា based ទៅតាម session វា based ទៅតាមពេលវេលាហើយបើសិនជាក្នុងករណីទីផ្សារមានព័ត៌មានធំទៀតនៅពេលដែលមុនដែលមិនទាន់ចេញព័ត៌មាននោះទីផ្សារគឺស្ទើរតែអត់មានអី trade ឬក៏វាអត់ដើរតែម្ដងអញ្ចឹងបើនិយាយទៅនៅតែអាចនិយាយបានថាពាក់ព័ន្ធជាមួយនឹងការ trade វាគ្រាន់តែជាផ្នែកមួយនៃការងាររបស់ពួកខ្ញុំហើយដោយសារតែយើងអត់អាចធ្វើការអង្គុយ trade 24ម៉ោងបានទេមូលហេតុគឺឱកាសទីផ្សារមិនចេះតែមានទេហើយនៅក្នុងការ trade មួយថ្ងៃឱកាសគឺវាមានតែម្ដងឬក៏ពីរដងហើយការ trade ក៏យើងមិនចាំបាច់ត្រូវតែពេលចូល trade អង្គុយមើលជាប់រហូតដែរអញ្ចឹងយើងត្រូវតែមានពេលវេលាខ្លះតែសោះគឺយើងត្រូវធ្វើការងារផ្សេងៗអញ្ចឹងដូចខ្ញុំនៅក្នុងរយៈពេលមួយថ្ងៃactivity របស់ខ្ញុំឬក៏សកម្មភាពការងាររបស់ខ្ញុំគឺពេលខ្ញុំចាប់ផ្ដើមធ្វើការងារចន្លោះពីម៉ោង10ទៅម៉ោង10ហើយនៅក្នុងអំឡុងពេលម៉ោង10ម៉ោង10ហ្នឹងគឺជាពេលវេលាមួយដែលខ្ញុំធ្វើការវិភាគទីផ្សារទៅដល់សិស្សឬក៏អ្នកដែលគាត់នៅក្នុង community របស់ខ្ញុំដើម្បីយើងវិភាគទៅលើ direction ហើយការវិភាគទីផ្សារនេះគឺវាមិនមែនជាលក្ខណៈវិភាគតម្រង់ទិសដៅឬក៏ជាលក្ខណៈប្រាប់ថាឲ្យទិញឬក៏លក់ទេវាគ្រាន់តែជាការ discussion ឬក៏ជា idea មួយចំនួនទៅលើទីផ្សារដើម្បីឲ្យគាត់ដឹងព័ត៌មានឬក៏ដឹងពី information ខ្លះៗថាតើថ្ងៃនេះយើងគួរតែ trade អីយើងគួរតែ buy ឬក៏ sell ហើយយើងគួរប្រយ័ត្នអីគេខ្លះហើយនៅពេលដែលចូលមកដល់ពេលរៀងថ្ងៃបន្តិចជាទូទៅខ្ញុំតែងតែព្យាយាមអង្គុយមើលផ្សារឬក៏រកឱកាសនៅក្នុងការចូលផ្សារដោយសារតែខ្ញុំកាន់ទៅលើ copy trading អញ្ចឹងខ្ញុំមានតួនាទីមួយគឺស្វែងរកកន្លែងដែលអាចចូលបានឬក៏និយាយទៅយើងព្យាយាមស្វែងរកកន្លែងដែលចូលផ្សារដែលវាមានភាពសុវត្ថិភាពហើយហានិភ័យទាបហើយព្យាយាមធ្វើម៉េចឲ្យcopy trade គឺ make profit តែពេលខ្លះយើងអត់អាចនិយាយបានថា7ថ្ងៃឬក៏មួយខែយើង make profit រហូតទេគាត់ថាការ trade របស់យើងគឺយើងប្រយ័ត្នបានប៉ុណ្ណាគឺយើងត្រូវតែប្រយ័ត្នប៉ុណ្ណឹងហើយពេលថ្ងៃក្រៅពី trade គឺជួនកាលពួកខ្ញុំទៅក្រៅជាមួយក្រុមការងារយើងទៅញ៉ាំអីឬក៏យើងនិយាយគ្នាយើង entertain យើងរកកន្លែងណាអង្គុយ relax ចឹងទៅហើយពេលខ្លះយើងប្រជុំគ្នានិយាយការងារយើងត្រូវ update ការងារអីខ្លះអញ្ចឹងណាធ្វើបើថាពួកខ្ញុំជា freelance មែនក៏ប៉ុន្តែការងារពួកយើងគឺយើងបានបែងចែកច្បាស់ហើយបើយើងនិយាយពីទូនាទីបើយើងនិយាយពីពេលវេលារបៀបនៅក្នុងការធ្វើការគឺយើងមានស្តង់ដាររបស់យើងដើម្បីធ្វើការងារហើយនៅពេលដែលចន្លោះពីល្ងាចទៅដល់ម៉ោង4ម៉ោង5គឺពួកខ្ញុំគឺត្រឡប់ទៅផ្ទះរៀងខ្លួនហើយការទៅផ្ទះនេះក៏ក្នុងក្រុមការងារយើងម្នាក់ក៏គាត់មានការងារផ្ទាល់ខ្លួនដែរដូចជាខ្ញុំជាក់ស្ដែងគឺល្ងាចឡើងពេលខ្លះខ្ញុំមានជាប់បរិញ្ញាបត្រ class មាន class ធម្មតានិង class mentor អញ្ចឹងទៅអញ្ចឹងអានេះគឺជាការងាររបស់ពួកខ្ញុំក្រៅពី trade ហេតុអីបានយើងគិតថាដោយសារតែមានគ្នាយើងខ្លះគាត់តែគិតថាចុះបើសិនជា trade ចំណេញហើយយើងចាំបាច់ទៅរវល់ការងារទាំងអស់ហ្នឹងទៅអីកាប់ពិតទៅអាការងារទាំងអស់នេះវាគ្រាន់តែជា extra បន្ថែមពីលើដើម្បីយើងបានចំណូលមកបន្ថែមទៀតទេពេលខ្លះទៅយើងអង្គុយតាំងពីព្រឹករហូតដល់ល្ងាចស្ទើរតែអត់មានឱកាសក្នុងការចូលផ្សារអញ្ចឹងសួរថាតើយើងអាចចំណាយពេលអង្គុយមុខកុំព្យូទ័រទាំងដែលវាអត់មានបានអីសោះអញ្ចឹងការអត់និយាយបាត់ទៅយើងគួរតែបង្កើតការងារខ្លួនឯងបន្ថែមទៀតជាលក្ខណៈ extra អញ្ចឹងណាព្រោះខ្ញុំជាអ្នក trade ខ្ញុំដឹងថាយើងអត់អាចមានទម្លាប់បង្ខំខ្លួនឯងឲ្យចូលផ្សារនៅក្នុងស្ថានភាពទីផ្សារមួយដែលមិនអំណោយផលឬក៏មិនល្អទេអញ្ចឹងដូចជួនកាលអត់មានចុះអូខេទុកចោលការងារណាទៅធ្វើធម្មតាហើយបើមានអី trade យើងចូល trade ធម្មតាទៅតែបើអត់មានទេមិនទំនងទេឬក៏មើលទៅហានិភ័យខ្ពស់គឺមិនបាច់ចូលទេខ្ញុំជឿថាអ្នកដែលចង់ឈានជើងចូលក្នុងវិស័យ trading សុទ្ធតែចង់បានសេរីភាពចង់បានពេលវេលាច្រើនសម្រាប់ខ្លួនឯងអត់ចង់ឲ្យរបៀបអត់ចង់ឲ្យលួចច្រើនពេកឈឺក្បាលអញ្ចឹងទៅដូចខ្ញុំនិយាយអញ្ចឹងយើងមិនបាច់គិតថាត្រូវតែធ្វើវាឲ្យចំហ្មងទេសុខចិត្តថាចំណាយពេលវេលារបស់យើងឲ្យបានត្រឹមត្រូវជាពិសេសទៅលើចំណេះដឹងរបស់យើងជាធម្មតាអ្វីដែលយើងត្រូវការគឺចំណេះដឹងហ្នឹងហ្មងបើតែយើងមានចំណេះដឹងច្បាស់លាស់
យើងបែងចែកពេលវេលាបានត្រឹមត្រូវយើងមានរបៀបនៅក្នុងការគ្រប់គ្រងហានិភ័យឲ្យបានច្បាស់លាស់ខ្ញុំគិតថាយើងអាចធ្វើបានក៏ប៉ុន្តែកុំបង្ខំកុំមានការរំពឹងទុកខ្ពស់ពេកពីព្រោះដោយសារការ trade កាលណាដែលមានការរំពឹងទុកខ្ពស់ក្នុងខ្លាំងពេកវាតែងតែមានលទ្ធផលមួយដែលយើងអត់ចង់បានជាឧទាហរណ៍ជាក់ស្ដែងពេលដែលយើងធ្វើការទិញតម្លៃមាសយើងរំពឹងទុកខ្ពស់ថាវាអាចនឹងឡើងចុះបើសិនជាវាមិនឡើងហើយវាអត់ទៅណាតែយើងមានអារម្មណ៍មិនយើងប្រកាសជាមានអារម្មណ៍អត់ល្អមួយវាថាអត់អញ្ចឹងធ្វើអីមួយគុំបង្ខំពីព្រោះដោយសារអាទាំងអស់នេះវាមិនមែនយើងអត់អាចមានអំណាចអីទៅបង្ខំវាឲ្យធ្វើទៅវាដូចចិត្តយើងឯងទោះយើងចង់ឃើញវាឡើងក៏យើងមិនអាចមានវិធីណាបង្ខំឲ្យវាឡើងបានដែរគឺបានត្រឹមតែអង្គុយមើលហើយការអង្គុយមើលគ្រាន់តែយើងអាចចូលទៅដោះស្រាយវានៅពេលដែលមានបញ្ហាទេការអង្គុយមើលរបស់យើងក៏ពេលខ្លះក៏មិនអាចជួយអីបានទៅលើការ trade ដែរវិធីដែលល្អបំផុតត្រូវ trust ទៅលើ process របស់យើងចូល trade ហើយមាន stop loss មានត្រឹមត្រូវមាន risk management ត្រឹមត្រូវហើយយើងអាចទុកវាចោលបានយើងទុកទៅយើងទៅធ្វើអីផ្សេងទៅអញ្ចឹងណាអញ្ចឹងក្រៅពីការងារ trading ឬក៏ការជួញដូរខ្ញុំមានការងារផ្សេងទៀតដែលធ្វើនៅក្នុងរយៈពេលមួយថ្ងៃគឺយើងមិនមែនតែអង្គុយ trade តាមមុខទេ